កម្ពុជាបន្តបោះជំហានគួរឲ្យចាប់អារម្មណ៍ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈយោងតាមការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ជាតិនៅឆ្នាំ2025ដែលចេញផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សាស្បែកនិងកាំរោគនិងការិយាល័យអង្គការ UNAIDS ប្រចាំកម្ពុជាឡាវនិងម៉ាឡេស៊ីនៅថ្ងៃទី28ខែឧសភាឆ្នាំ2025ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាលសង្គមស៊ីវិលសហគមន៍កាកបាទក្រហមកម្ពុជានិងដៃគូអភិវឌ្ឍន៍និងដោយមានការគាំទ្រឥតឈប់ឈរពីសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានិងពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការគណនាប៉ាន់ប្រមាណការរីករាលដាលមេរោគអេដស៍នៅឆ្នាំ2025បញ្ជាក់សារជាថ្មីឡើងវិញនៅកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម 1,200 នាក់ក្នុងឆ្នាំ2024ដែលជាការថយចុះ 45% ពីកម្រិតមូលដ្ឋាននៅឆ្នាំ2010និងជាការថយចុះជាង 90% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគអេដស៍ច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ1990លើសពីនេះទៀតការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនបានធ្លាក់ចុះមកត្រឹម 6.9% ក្នុងឆ្នាំ2024ដោយស្ត្រីមានផ្ទៃពោះជាង 97% នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូនវឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល 95-95-95 បានបន្ត 92% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួននៅឆ្នាំ2024កើនឡើងពី 89% ក្នុងឆ្នាំ2023 100% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួនកំពុងស្ថិតក្នុងការព្យាបាល 98% នៃអ្នកដែលកំពុងព្យាបាលមានបន្ទុកមេរោគអេដស៍កម្រិតទាបទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយក៏បញ្ហាប្រឈមនៅតែមានការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឹះរួមមានបុរសដែលរួមភេទជាមួយបុរសអ្នកបំផ្លែងភេទស្ត្រីក្នុងសេវាកំសាន្តនិងអ្នកដែលប្រើប្រាស់ចាក់គ្រឿងញៀនបច្ចុប្បន្ននេះ 44% នៃករណីឆ្លងមេរោគអេដស៍ថ្មីគឺជាយុវវ័យដែលមានអាយុចាប់ពី15ទៅ24ឆ្នាំនិន្នាការមួយគួរឲ្យព្រួយបារម្ភនេះបណ្ដាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍នៅក្នុងចំណោមយុវវ័យឯកឧត្តមទេសរដ្ឋមន្ត្រីអៀងមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថាការឆ្លើយតបនឹងមេរោគអេដស៍ជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភ3គឺឬភាពជាម្ចាស់ភាពជាដៃគូនិងការវិនិយោគដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសំខាន់ៗនៅក្នុងផែនការយុទ្ធសាស្ត្រជាតិលើកទី6របស់យើងមានជាអាចការដឹកនាំនៅថ្នាក់ជាតិនិងសហគមន៍និងភាពជាម្ចាស់ការតម្រឹមជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនិងអត្ថិភាពជាតិការធានាចីរភាពកិច្ចសហប្រតិបត្តិការពហុវិស័យអភិក្រមដែលផ្ដោតលើមនុស្សនិងសមត្ថភាពអន្តរកម្មដែលផ្អែកលើភស្តុតាងគណនេយ្យភាពនិងតម្លាភាពនេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ខណៈពេលដែលធានានៅចីរភាពនៃកម្មវិធីមេរោគអេដស៍របស់យើងលោកស្រីនាយិកាអង្គការ UNAIDS ប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជាខណៈដែលលោកស្រីគូបញ្ជាក់ឲ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខដោយលើកឡើងថាកំណត់ផ្លូវចុងក្រោយដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេ
ប៉ុន្តែវាស្ថិតលើដៃរបស់កម្ពុជាការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់នៃការរាលដាលមេរោគអេដស៍ក៏កាន់តែមានសារៈសំខាន់ទៅទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍រួមបញ្ចូលគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យនិងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្ដាលមកពីការមាក់ងាយនិងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍អ្នករងផលប៉ះពាល់ឬអ្នកប្រឈមនឹងមេរោគអេដស៍កម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួននិងធ្វើជាគំរូសម្រាប់តំបន់និងពិភពលោកសាស្ត្រាចារ្យជំនួយអុកវិជ្ជានាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍និងសើស្បែកនិងកាមរោគបានកត់សម្គាល់ពីសារៈសំខាន់នៃសន្ទុះដែលនាំឲ្យមានការឆ្លើយតបប្រកបដោយចីរភាពថាវឌ្ឍនភាពដែលយើងឃើញគឺជាលទ្ធផលនៃការបដិញ្ញាចិត្តនិងភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជាប៉ុន្តែយើងដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិទី6ដែលកំណត់ថាការឆ្លងថ្មីនៃមេរោគអេដស៍ធ្លាក់តិចជាង200ករណីក្នុងមួយឆ្នាំនៅឆ្នាំ2028យើងត្រូវពន្លឿនការបង្ការពង្រឹងប្រព័ន្ធទិន្នន័យនិងវិនិយោគបន្ថែមទៀតដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះដែលនៅសេសសល់លទ្ធផលនៃការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ថ្នាក់ជាតិឆ្នាំ2025បញ្ជាក់សារជាថ្មីអំពីជោគជ័យរបស់កម្ពុជាថាជាជោគជ័យកម្រិតសកលខណៈពេលដែលយើងគូបញ្ជាក់អំពីតម្រូវការកាន់តែខ្លាំងលើសកម្មភាពដែលមានគោលដៅកាន់តែស្រួចគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីមេរោគអេដស៍សម្រាប់ឆ្នាំ2023-2028របស់អរិយរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ